ខ្ញុំជាស្ត្រីដ៏អស្ចារ្យម៉ែឧស្សាហ៍ម៉ែពូកែធ្វើការទោះត្រូវទៅណាតែងគិតគ្រួសារម៉ែតែងរៀបចំអិនអាហារឆ្ងាញ់សម្លកាកូម៉ែឆ្ងាញ់ខ្លាំងពិសេសបុកអំពិលត្រីក្រាញ់អាំងពុកថាឆ្ងាញ់ខ្លាំងឆ្ងាញ់ជាងនៅរេស្តូរ៉ុងម៉ែញញឹមពុកថានិយាយតាមត្រង់អាហារម៉ែគុណភាពល្អក៏មិនថ្លៃមានអនាម័យម៉ែឆ្នៃផ្ទាល់ដៃទូរៀនមិនខ្ពង់ខ្ពស់តែម៉ែសែនឆ្លាតម៉ែពូកែរៀបចំផ្ទះស្អាតបាតសម្រស់ធម្មតាមិនស្អាតដូចតារាតែម៉ែមានកិរិយាថ្លៃថ្លាញញឹមរស់រីផ្អែមល្ហែមទន់ភ្លន់ម៉ែមានចិត្តល្អមានមេត្តាចិត្តធ្ងន់ម៉ែតែងលើកទឹកចិត្តអបថាខ្ញុំដូចបានថ្នាំទឹកមុនប្រោះព្រំអារម្មណ៍ខ្ញុំស្ងប់អន់ឈឺអន់ភ័យជាក្តីសុខកក់ក្ដៅម៉ែឲ្យរាល់ថ្ងៃម៉ែមិនមានរបស់ថ្លៃតែអ្វីម៉ែផ្ដល់ឲ្យមានតម្លៃពីព្រានប្រដៅដ៏ថ្លាក្តីស្រឡាញ់របស់ម៉ែមិនអាចកាត់ថ្លៃម៉ែពូកែឆ្នៃសូមបីខោអាវជជុះម៉ែពុកសំអាតយកមករូកាត់តែកាត់ឆ្នៃជាម៉ូតូនសម័យតែសំជាងខោអាវទិញនៅហាងថ្លៃម៉ែឆ្នៃម៉ូតនេះតាមត្រកូលម៉ែប្រាប់ខោនេះម៉ូតតូចក្នុងរឿងអារ៉ាប់ម៉ូតបាយឆ្នៃមានជប់សាច់រឿងហូហែលមួយណាក៏សំដែងស្នាដៃម៉ែខោអាវមិនថ្លៃតែម៉ូតូនសម័យម៉ែពូកែឆ្នៃម៉ែជាជាងដល់បីសរសើរម៉ែជាស្រីគ្រប់លក្ខចំពោះខ្ញុំម៉ែជាស្រីម្នាក់តែកូនជាជាងស្រឡាញ់ទុកចិត្តគ្មានសញ្ញាបាត់តែម៉ែមានគំនិតនៅចិត្តម៉ែកូនកក់ក្តៅម្លេះទេកូនសូមបួងសួងជូនពរម៉ែសុខភាពល្អហើយកូននឹងខំមើលថែម៉ែដូចម៉ែបានថែកូនក្តីស្រឡាញ់មួយនេះមិនសាបសូន្យសំណាងយើងមានម៉ែពូកែឆ្លាតវៃម៉ែថាទោះក្រព្រឺរស់មានតម្លៃសុចរិតទៀនត្រង់ទឹកចិត្តប្រពៃខ្ញុំស្រឡាញ់ម៉ែខ្ញុំម៉ែជាកំពូលស្ត្រី